ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលេខ 019/22 កប សចន ខល សេចក្តីជូនដំណឹងយោងសេចក្តីសម្រេចលេខ 31 សសរ ចុះថ្ងៃទី 1 ខែមីនា ឆ្នាំ 2021 របស់រាជរដ្ឋាភិបាលស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី 5 និងសេចក្តីជូនដំណឹងលេខ 374 សចន ចុះថ្ងៃទី 20 ខែឧសភា ឆ្នាំ 2022 របស់ទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមជម្រាបជូនម្ចាស់ឬនាយករោងចក្រសហគ្រាសទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឲ្យបានជ្រាបថាដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិតក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី 5 ឆ្នាំ 2022 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី 5 ខែមិថុនា ឆ្នាំ 2022 ខាងមុខនេះម្ចាស់ឬនាយករោងចក្រសហគ្រាសត្រូវអនុវត្តឲ្យកម្មករនិយោជិតបានឈប់សម្រាកមួយថ្ងៃមុនថ្ងៃបោះឆ្នោតនិងមួយថ្ងៃក្រោយថ្ងៃបោះឆ្នោតដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗនៅដដែលទន្ទឹមនឹងនេះម្ចាស់ឬនាយករោងចក្រសហគ្រាសត្រូវអនុវត្តដូចខាងក្រោម 1. រាល់ការឈប់សម្រាកដូចមានកំណត់ខាងលើកម្មករនិយោជិតពុំតម្រូវឲ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗនៅពេលត្រឡប់មកវិញឡើយ 2. ចំពោះកម្មករនិយោជិតដែលអវត្តមានហួសពីច្បាប់អនុញ្ញាតដូចមានកំណត់ខាងលើត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រសហគ្រាសនិងបទបញ្ញត្តិជាធរមាន 3. និយោជកត្រូវខិតខំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតឲ្យបានមុនថ្ងៃទៅបោះឆ្នោតបើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេសូមអនុញ្ញាតឲ្យកម្មករនិយោជិតខ្ចីប្រាក់ឈ្នួលមួយភាគបុរេប្រទានជាមុនសិនក្រសួងមានសេចក្តីសង្ឃឹមយ៉ាងមុតមមថាម្ចាស់ឬនាយករោងចក្រសហគ្រាសទាំងអស់ព្រមទាំងកម្មករនិយោជិតអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពថ្ងៃអង្គារ 9 រោច ខែពិសាឆ្នាំខាលចត្វាស័កពុទ្ធសករាជ 2566 រាជធានីភ្នំពេញថ្ងៃទី 24 ខែឧសភា ឆ្នាំ 2022 រដ្ឋមន្ត្រីហត្ថលេខានឹងត្រា ឥតសំហេង